សេចក្តីប្រាថ្នាការជាប់ជំពាក់វាជាហេតុនាំឲ្យកើតទុក្ខនៅពេលដែលប្រាថ្នាឲ្យមិនបានឬក៏របស់ដែលយើងស្រឡាញ់នឹងព្រាត់ប្រាសទៅហើយបើយើងមិនបានត្រៀមចិត្តទុកជាមុនទេសេចក្តីទុកនឹងគ្របសង្កត់ចិត្តយើងខ្លាំងណាស់ចឹងបានព្រះអង្គសម្ដែងថាពេមតោជាទេសោកោសេចក្តីសោកកើតពីសេចក្តីស្រឡាញ់ពេមតោជាទេភយ៉ាងការភ័យតក់ស្លុតរន្ធត់នឹងកើតមកពីសេចក្តីស្រឡាញ់ដែរហើយជាពុទ្ធជនវាមានចិត្តជាប់ជំពាក់ហួងហែងច្រើនណាស់ទ្រព្យសម្បត្តិញាតិមិត្តបងប្អូនកិត្តិយសគេឈ្មោះហើយបើសេចក្តីប្រាថ្នាវាគ្របសង្កត់ចិត្តច្រើនទៅជាចំណែននន្ទាឈ្នានីសប្រមូលកັບកេងរបស់អ្នកដទៃមកជារបស់ខ្លួនខ្វល់ខ្វាយចិត្តនឹងច្រើនមែនតែនចឹងបាននៅក្នុងធម៌ព្រះអង្គឲ្យរៀនលះសេចក្តីកំណាញ់រៀនលះលោភៈការជាប់ជំពាក់តាមរយៈការបរិច្ចាគទានទម្លាប់ចិត្តរៀនគិតពីសេចក្តីសុខរបស់អ្នកដទៃផងមិនគិតតែពីខ្លួនឯងទេក្នុងន័យនេះមិនមែនបានន័យថាយើងឈប់រកស៊ីឈប់ចង់មានចង់បានទេជាកាតព្វកិច្ចរបស់ឪពុកម្ដាយត្រូវតែចិញ្ចឹមបីបាច់ថែរក្សាត្រូវមានទ្រព្យសម្រាប់ចិញ្ចឹមជីវិតឲ្យបានសមរម្យហើយប៉ុន្តែតើមានបញ្ញារៀនស្វែងយល់ពីដំណើរនៃហេតុផលថាបើយើងប្រឹងប្រែងមកប៉ុណ្ណឹងយើងបានផលមកប៉ុណ្ណឹងសម្ពាយបុណ្យយើងមានប៉ុណ្ណឹងយើងបានផលនៃបុណ្យហ្នឹងប៉ុណ្ណឹងមកចឹងយើងអត់តក់កុហលខ្វល់ខ្វាយខ្លាំងពេកធ្វើឲ្យកើតទៅជារឿងមួម៉ៅប្រៀបធៀបថាមិនគួរវាមិនបានដូចគេល្អហើយយើងមិនគួរវាមិនបានអានោះទៅជារឿងមួម៉ៅក្តៅក្រហាយយើងអាចប្រៀបធៀបដើម្បីរៀនសូត្របានប៉ុន្តែយើងមិនអាចប្រៀបធៀបប៉ុណ្ណឹងប្រជែងវាសនាឬក៏សម្ពាយបុណ្យបានទេមនុស្សម្នាក់មានសម្ពាយបុណ្យនឹងផ្សេងគ្នាចឹងយើងប្រឹងប្រែងរកទទួលទាននៅតែប្រឹងប៉ុន្តែយើងមានបញ្ញាទៅជាមួយដោយទទួលស្គាល់ហ៊ានទទួលស្គាល់ការពិតថានឹងជាលទ្ធផលនៃការផឹងប្រែងរបស់យើងជាលទ្ធផលនៃបុណ្យរបស់យើងហ៊ានត្រូវតែហ៊ានទទួលស្គាល់ហើយប្រឹងប្រែងបន្តទៅទៀតទៅអញ្ចឹងយើងមិនខ្វល់ខ្វាយខ្លាំងហួសហេតុពេកទេយើងមិនដុតខ្លួនឯងទេយើងយកអ្វីដែលជាសមិទ្ធផលយើងមានបច្ចុប្បន្នជាមូលដ្ឋាននៃការធ្វើល្អទៅមុខទៀតជាមួយនឹងប្រពន្ធកូនជាមួយនឹងក្រុមគ្រួសារហើយរៀនស្វែងយល់អំពីសច្ចធម៌កាត់បន្ថយការប្រកាន់ហួងហែងនឹងទើបយើងមិនសូវកើតទុក្ខខ្លាំងបើនៅតែប្រកាន់ហួងហែងលោភៈជាប់ជំពាក់ច្រើនអាណេញអាណោងច្រើនទុក្ខក៏ច្រើនដែរទៅដល់ណាក៏នៅតែមានទុក្ខដែរក្នុងមួយថ្ងៃហ្នឹងវាមានរឿងច្រើនកើតឡើងហើយបើយើងបដោយចិត្តនឹងឲ្យចេញទៅតាមរឿងនឹងគ្រប់រឿងទាំងអស់
វាអត់សូវមានពេលមកនៅផ្ទះខ្លួនឯងគឺរាងកាយនេះហើយយូរទៅយើងដើរចូលផ្ទះច្រើនពេកយើងមានវិបត្តិហើយទៅជាមួម៉ៅភ្លេចភ្លាំងកើតទុកដៅកាហាយទៅជាមួយរឿងខាងក្រៅមិនសូវនិយាយចិត្តទុកដាក់មើលថែអាសាបោសសម្អាតផ្ទះខ្លួនឯងចិត្តខ្លួនឯងកាយខ្លួនឯងនេះទៅកើតទុកទោមនស្សនឹងរឿងខាងក្រៅច្រើនពេកនិយាយចឹងមិនបានន័យថាមិនអោយដឹងរឿងខាងក្រៅទេបើយើងត្រូវមើលខាងក្នុងកុំឲ្យវាកើតទោមនស្សមួម៉ៅក្តៅកាហាយនឹងរឿងខាងក្រៅនឹងច្រើនពេកពីព្រោះវាធ្វើឲ្យចិត្តនឹងក្រៀមស្វិតកើតទុកមិនសប្បាយមិនស្រស់ស្រាយហើយតើតែយើងរៀនទទួលស្គាល់ការពិតថារឿងខាងក្រៅវាធម្មតាអញ្ចឹងវាឡើងវាចុះវាជួបរឿងសប្បាយខ្លះកើតទុកខ្លះគេសរសើរខ្លះគេនិន្ទាខ្លះគេញញឹមដាក់ខ្លះគេមិនញញឹមដាក់ខ្លះជារឿងធម្មតាយើងខាត់រឿងខាងក្រៅនឹងមិនបានទេអញ្ចឹងយើងជួបរឿងអីក៏ទទួលចាស់រឿងល្អមិនល្អហើយរៀនរក្សាចិត្តថារឿងល្អក្តីរឿងមិនល្អក្តីកើតឡើងហើយរលត់ទៅវិញហើយពាក្យគេសរសើរក្តីពាក្យគេនិន្ទាក្តីកើតហើយរលត់ទៅវិញលឺហើយក៏រសាត់បាត់ទៅមិនសូវអោបកសោបរឿងទាំងអស់ហ្នឹងនៅក្នុងចិត្តទេយើងមានឱកាសស្ដាប់ធម៌អប់រំចិត្តធ្វើសមាធិរក្សាចិត្តនឹងឲ្យនៅក្នុងខ្លួនឯងនៅក្នុងសេចក្តីល្អគុណធម៌មានសតិមានស្មារតីរឿយដាស់តឿនក្រៅរំលឹកចិត្តនឹងមិនឲ្យឆ្វេងឆ្វាចទៅរឿងខាងក្រៅហួសហេតុពេកកើតទោមនស្សមួម៉ៅក្តៅកាហាយនឹងរឿងខាងក្រៅនឹងច្រើនពេកពីព្រោះវាធ្វើឲ្យចិត្តនឹងក្រៀមស្វិតកើតទុកមិនសប្បាយមិនស្រស់ស្រាយហើយតើតែយើងរៀនទទួលស្គាល់ការពិតថារឿងខាងក្រៅវាធម្មតាអញ្ចឹងវាឡើងវាចុះវាជួបរឿងសប្បាយខ្លះកើតទុកខ្លះគេសរសើរខ្លះគេនិន្ទាខ្លះគេញញឹមដាក់ខ្លះគេមិនញញឹមដាក់ខ្លះជារឿងធម្មតាយើងខាត់រឿងខាងក្រៅនឹងមិនបានទេអញ្ចឹងយើងជួបរឿងអីក៏ទទួលចាស់រឿងល្អមិនល្អហើយរៀនរក្សាចិត្តថារឿងល្អក្តីរឿងមិនល្អក្តីកើតឡើងហើយរលត់ទៅវិញហើយពាក្យគេសរសើរក្តីពាក្យគេនិន្ទាក្តីកើតហើយរលត់ទៅវិញលឺហើយក៏រសាត់បាត់ទៅមិនសូវអោបកសោបរឿងទាំងអស់ហ្នឹងនៅក្នុងចិត្តទេយើងមានឱកាសស្ដាប់ធម៌អប់រំចិត្តធ្វើសមាធិរក្សាចិត្តនឹងឲ្យនៅក្នុងខ្លួនឯងនៅក្នុងសេចក្តីល្អគុណធម៌មានសតិមានស្មារតីរឿយដាស់តឿនក្រៅរំលឹកចិត្តនឹងមិនឲ្យឆ្វេងឆ្វាចទៅរឿងខាងក្រៅហួសហេតុពេកអញ្ចឹងយើងមានរបងការពារណាអញ្ចឹងអកុសលដែលជាចោលមួម៉ៅក្តៅកាហាយខឹងចំណែនស្អប់គុំគួនដើរដឹងរឿងគេគ្រប់ស្អីក៏តាមដានរឿងគេច្រើនហួសហេតុពេកចាមិនមែនតែមិនឲ្យតាមដានទេបញ្ជាក់ថាម៉េចបើយើងកុំភ្លេចមើលខ្លួនឯងអញ្ចឹងសតិស្មារតីជារបងការពាររឿងទាំងឡាយកើតឡើងវាជាធម្មតាដូចទឹករលកអញ្ចឹង
ចឹងកំណត់ដឹងថាវាជាសភាវៈធម្មជាតិនៃជីវិតមានឡើងមានចុះចឹងរឿងល្អចាត់ទុកថាជាផលបុណ្យឬមិនល្អវាមានពេលបាបឲ្យផលចឹងហើយយើងធ្វើដំណើរទៅមុខទៀតដុសខាត់សម្អាតចិត្តរឿយទៅមិនសូវឲ្យអកុសលមួម៉ៅក្តៅក្រហាយខឹងចំណែនស្អប់នឹងមកនៅក្នុងចិត្តច្រើនពេកទេដោយសារមានលបងសតិបញ្ញាហ្នឹងអាហ្នឹងចិត្តយើងរឹងប៉ឹងមិនសូវកើតទុកខ្លាំងទេតាមផ្លូវមកវត្តហ្នឹងហើយនឹងនៅតាមភូមិហ្នឹងឃើញបងប្អូនយើងខ្លះពេលល្ងាចគាត់ដូចសបាយគាត់ជុំគ្នាជួលកៅផឹកស៊ីច្រៀងរាំដាក់បាសក្អិលគាត់ដូចឥតខ្វល់រឿងថាកូវីដមិនកូវីដអីទេជុំគ្នាហើយគឺសបាយហើយអានឹងខ្ញុំណាត់ថាភាពនឹកឃើញដូចនៅប្រទេសអឺរ៉ុបនិងអាមេរិករាល់ថ្ងៃនេះដែលមនុស្សមួយចំនួនហ្នឹងអត់ខ្វល់នឹកថាវាមិនអីទេហើយដល់ពេលវាអីផ្ទុះបាត់ហើយមួយថ្ងៃស្លាប់អស់1000អ្នកជាងអីចឹងទៅនៅអាមេរិកហ្នឹងបើវាឆ្លងស្លាប់ម្នាក់ឯងអាហ្នឹងមិនជាប្រមាណទេប៉ុន្តែនៅវាអាចនឹងឆ្លងដល់ប្រពន្ធកូនដែលគ្នាមិនដឹងអីនៅផ្ទះហ្នឹងវាជាការយកអាយុជីវិតខ្លួនឯងអាយុជីវិតគ្រួសារទៅបដូរនឹងដបស្រាវាជារឿងវិធការមិនទូខុសត្រូវខ្លាំងមែនតែនក្នុងនាមយើងជាម្ចាស់គ្រួសារហើយក្នុងនាមយើងជាពលរដ្ឋក្នុងភូមិក្នុងស្រុកហ្នឹងហើយទោះបីជារដ្ឋប្រឹងប៉ុណ្ណាក៏ដោយបើយើងមិនព្រមចូលរួមការពារអាយុជីវិតខ្លួនយើងអាយុជីវិតគ្រួសារទេវាអន្តរាយទាំងអស់គ្នាហើយអានឹងព្រះអង្គសម្ដែងពីសេចក្តីប្រមាទព្រះអង្គសម្ដែងថាប្រមាទតោមច្ចុណោប្រទាំងការប្រមាទធ្វើប្រហែសហ្នឹងជាផ្លូវនៃសេចក្តីស្លាប់ហើយដល់ពេលមុំដឹងខ្លួនវាខកពេលបាត់ហើយស្លាប់ប្រពន្ធស្លាប់កូនស្លាប់ខ្លួនឯងឆ្លងគេឆ្លងឯងអានឹងយើងបង្កវិនាសកម្មដល់គ្រួសារដល់សង្គមជាតិជាបាបកម្មធ្ងន់អញ្ចឹងស្មានថាចាំពេលហើយនឹងផឹកស៊ីអីក៏ផឹកចាស់ប៉ុន្តែក្នុងកលៈទេសៈនេះវាជាការមើងងាយជីវិតខ្លួនឯងផងជីវិតគ្រួសាររបស់ខ្លួនឯងផងហើយនឹងជាការផ្ដល់នៅហានិភ័យដល់ប្រទេសជាតិដែលកំពុងតែជួបបញ្ហានឹងផងខកចិត្តវាកើតមកពីសេចក្តីប្រាថ្នារបស់យើងវាខ្ពស់ហើយដល់ពេលលទ្ធផលដែលបានមកវាទាបវាតិចអញ្ចឹងធ្វើឲ្យខកបំណងទៅឧទាហរណ៍ថាយើងចង់បាន10000តែបានតែ5000ចង់ឲ្យគេស្ដាប់យើងធ្វើតាមយើងឲ្យគេធ្វើមិនតាមចិត្តយើងចង់ឬក៏យើងជួយគេហើយអស់ពីចិត្តពីស្រាមតែប៉ុណ្ណានឹងវាយប្រហាប្រកាច់ប្រខូចយើងវិញចុះខកចិត្តធ្លាក់ថ្លើមហ្នឹងយើងតើមានបញ្ញារៀនបញ្យល់ប្រាប់ខ្លួនឯងថាអ្វីវាមិនមែនចេះតែបានតាមចិត្តយើងចង់រហូតទេចឹងហើយជីវិតនឹងវាមានពេលខ្លះបានពេលខ្លះមិនបានចឹងឯងវាមាន up and down ចឹងយើង
ទទួលស្គាល់ថានឹងជាផលឧទាហរណ៍ថាយើងចង់បាន 10000 សាប់ក៏វាបាន 5000 ហ្នឹងជាផលហើយផលហ្នឹងវាកើតមកពីហេតុដែលនាំឲ្យបានផលហ្នឹងប៉ុណ្ណឹងវាអត់អាចមានអីលើសពីហេតុដែលយើងបានសាងមកទេយើងសាងមកប្រហែលយើងបានមកប៉ុណ្ណឹងយើងប្រឹងប្រែងតស៊ូបុណ្យយើងមានប៉ុណ្ណឹងបុណ្យយើងមាន 5000 ណាអញ្ចឹងយើងទួស្គាល់ថានឹងវាជាផលនៃការប្រឹងប្រែងផលនៃបុណ្យរបស់យើងហើយយើងនៅខ្វះខាតចំណុចណាខ្វះខាតការប្រឹងប្រែងខ្វះខាតចំណេះជំនាញខ្វះខាតធនធានមនុស្សខ្វះខាតចំណេះវិជ្ជាហ្នឹងយើងបន្ថែមទៅបន្ថែមពីលើផលដែលយើងទទួលបានហ្នឹងយើងបណ្ដោះហេតុថ្មីដើម្បីទទួលបានផលថ្មីហើយបើយើងអង្គុយមួម៉ៅក្តៅក្រហាយជេរបន្តិចមកពីវាមកពីចេះមកពីចុះអានឹងយើងដូចអង្គុយជេរផលហ្នឹងស្រូវហ្នឹងវាបាន1 ហិកតាវាបាន3 តោនអញ្ចឹងចុះឧទាហរណ៍ហើយយើងអង្គុយជេរផលហ្នឹងផលវានៅតែ3 តោនអញ្ចឹងដែរលេបើយើងចង់បានផលថ្មីវាតើយើងមានបច្ចេកទេសថ្មីដើម្បីបានផលថ្មីហ្នឹងអាហ្នឹងយើងប្រឹងប្រែងទៅយកអ្វីដែលមានហ្នឹងអ្វីដែលមានហ្នឹងជាមូលដ្ឋានសម្រាប់អភិវឌ្ឍផលថ្មីទៀត